Ban này là việc dân config camera ESV nhưngចូលđượcក្នុង app ហើយយើងចូលឡើង scan មកទៅពី scan វាឲ្យយើងចាំបែបនេះបន្តិចបាទហើយវាចេញបែបនេះបងប្អូនចុចយកពាក្យឡើង device power on មកហើយចុច start តាមនឹងមកចុចឡើងវងមុនទៀតហើយចុច next អញ្ចឹងនៅពេលចុច next ហើយចុច next ម្ដងទៀតឡើងហ្នឹងក៏ឲ្យយើងដាក់ password Wi-Fi ណាហ្នឹងហើយដល់ពេលយើង password Wi-Fi ហើយវា load ឲ្យយើងរងចាំដោយ connect បែបនេះអញ្ចឹងយើងចាំពេលទៀតទៅវាកំពុងតែ pending ឲ្យយើងហើយចឹងទៅពេលវា connect បានវានឹង load បែបនេះអញ្ចឹងវាមានជម្រើសយើងជ្រើសច្រើនមាន office មានផ្ទះមានអីចឹងមករើសតាមកន្លែងយើងដាក់កាមេរ៉ាជាក់ស្ដែងបាទតមកទៀតវានឹង config ឲ្យយើងតែម្ដងចឹងរបៀបភ្ជាប់វាអត់មានអីសំញ៉ាំទេបងប្អូនវាងាយស្រួលហើយទេបាទយើងធ្វើតាម step តិចៗចឹងណាដូចគឺយើង log in ចូល account Facebook ឬក៏ផ្សេងដែរទេបាទជិតពេញហើយចឹងទៅពេលវាបានគ្រប់ 100% វាលើបែបនេះអញ្ចឹងកាមេរ៉ានេះខ្ញុំដាក់រូបវាផ្ដេកអញ្ចឹងវាដែលរូបវានឹងចេញរូបច្រាស់អញ្ចឹងយើងចុចឡើង flip មកវានឹងឡើងឆយបាទអរគុណសម្រាប់ការទស្សនាមើលវីដេអូនេះដល់ចប់សូមអរគុណសូមជម្រាបលា